បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរវិលត្រឡប់មកជួបខ្ញុំនៅក្នុងវីដេអូមួយបាទវីដេអូនេះដែរខ្ញុំនឹងនិយាយអំពីការបង្កើតនៅ PayPal account ដែលបងប្អូនមួយចំនួនគាត់ដឹងហើយថា PayPal account នេះគឺជាអ្វីបាទនៅក្នុងពេលនេះគឺមានកម្មវិធីមួយចំនួននិង game មួយចំនួនគឺយើងអាចលេងឬក៏យើងបើកនៅកម្មវិធីនោះគឺយើងនឹងទទួលបានលុយហើយលុយទាំងនោះហើយគឺយើងអាចផ្ទេរចូលទៅក្នុង PayPal account របស់យើងបាទ PayPal account មួយទៀតបងប្អូនច្បាស់ជាដឹងហើយថាការបង្កើត PayPal account បើសិនជាបង្កើតនៅក្នុងស្រុកខ្មែរយើងគឺវាមិន support ជាមួយទេអញ្ចឹងគឺយើងមិនអាចដាក់លុយចូលទៅបានទេតលតែយើងបង្កើតនៅ PayPal account ដែលទៅតាមប្រទេសដែលវា support ជាមួយបាទដូចជា USA ដូចជាប្រទេសថៃឬក៏ប្រទេសផ្សេងជាដើមប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីការបង្កើត PayPal account ដែលនៅក្នុងសហរដ្ឋអាមេរិកបាទការបង្កើត PayPal account នេះគឺទាមទារឲ្យបងប្អូនទី1ត្រូវតែមាននៅ account Gmail មួយនិងលេខទូរស័ព្ទពីសហរដ្ឋអាមេរិកមួយបាទបើសិនជាបងប្អូនមិនទាន់ចេះទាញយកលេខពីសហរដ្ឋអាមេរិកមកទេវីដេអូក្រោយខ្ញុំនឹងនិយាយអំពីការទាញយកលេខពីសហរដ្ឋអាមេរិកយកមកបង្កើតនៅ PayPal account ហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលយូរទី1បងប្អូនត្រូវតែមាន account Gmail មួយហ្នឹងហើយទី2គឺបងប្អូនត្រូវតែចូលទៅក្នុង Play Store ហ្នឹងហើយ Play Store នេះបងប្អូនគ្រាន់តែវាយពាក្យថា PayPal មកបាទបន្ទាប់មកបងប្អូនចុច Enter ទៅមុខមកបាទបន្ទាប់មកបងប្អូននឹងឃើញ PayPal នេះហើយអញ្ចឹងបងប្អូនគ្រាន់តែចុច download ឬក៏ install ឡើងមកបាទបន្ទាប់មកនៅពេលដែលបងប្អូន download ហើយគឺបងប្អូននឹងឃើញ PayPal account មួយបាទប៉ុន្តែ PayPal account ទៀតនេះគឺយើងត្រូវតែបង្កើតនៅក្នុង browser ដែលបងប្អូនមានឧទាហរណ៍ថា Chrome ឬក៏ internet ផ្សេងដែលបងប្អូនមានបាទឥឡូវចេះទៅបងប្អូនអាចចូលទៅ Chrome ក៏បានឬក៏ចូលទៅ internet ផ្សេងក៏បានដែរណាបើសម្រាប់ខ្ញុំចូលទៅ Chrome បាទបន្ទាប់មកបងប្អូននឹងឃើញទម្រង់បែបនេះនៃ PayPal account បាទអញ្ចឹងបើសិនជាបងប្អូនមិនទាន់មានទេគឺបងប្អូនអាចចូលទៅត្រង់នេះបាទបើសិនចូលទៅអត់ឃើញPayPal ទេបងប្អូនចូលត្រង់នេះមកបាទបងប្អូនវាយទៅពាក្យថា PayPal មក paypal.com មកបន្ទាប់មកបងប្អូនចុច Enter នៅខាងក្រោមនេះបាទបន្ទាប់មកបងប្អូននឹងឃើញទម្រង់បែបនេះរបស់ PayPal បាទអញ្ចឹងទេបងប្អូន scroll ឡើងមកលើតិចបាទបងប្អូន scroll ឡើងមកលើមកបាទនិយាយទៅថ្ងៃនេះដែរនៅក្នុងវីដេអូនេះដូចខ្ញុំនិយាយបញ្ជាក់តាំងពីក្បាលវីដេអូគឺការបង្កើត PayPal យើងត្រូវបង្កើត PayPal នៅសហរដ្ឋអាមេរិកប៉ុន្តែនៅពេលដែលបងប្អូនចូលទៅក្នុង paypal.com នេះមកបងប្អូន scroll ឡើងលើបងប្អូននឹងឃើញទង់ជាតិខ្មែរយើងអញ្ចឹងបើសិនជាបងប្អូនបង្កើតនៅ PayPal ដែលនៅក្នុងប្រទេសខ្មែរយើងនេះគឺ PayPal account យើងគឺដូចអត់ប្រយោជន៍អញ្ចឹងបាទព្រោះអីវាអត់ទាន់ support ជាមួយទេអញ្ចឹងបងប្អូនត្រូវធ្វើយ៉ាងណាត្រូវតែដូរទង់ជាតិនេះឲ្យទៅជាទង់ជាតិសហរដ្ឋអាមេរិកសិនបាទអញ្ចឹងនៅពេលដែលបងប្អូន scroll ឡើងមកលើបងប្អូនត្រូវឃើញទង់ជាតិនេះហើយបងប្អូនត្រូវតែដូរចេញអញ្ចឹងបងប្អូនគ្រាន់តែចុចមកលើទង់ជាតិនឹងមកបាទបន្ទាប់មកគឺវាឃើញទម្រង់បែបនេះអញ្ចឹងបងប្អូន scroll ឡើងមកលើមកបងប្អូនត្រូវជ្រើសរើសប្រទេសមួយដែលបងប្អូនស្រឡាញ់បាទដូចខ្ញុំនិយាយតាំងពីដើមគឺខ្ញុំនឹងបង្កើត PayPal ដែលនៅសហរដ្ឋអាមេរិកបាទនេះបងប្អូនឃើញនេះ United States បាទ United States នេះគឺបងប្អូនចុច select លើវាមកបងប្អូនដូរទង់ជាតិសិនបាទបន្ទាប់មកបងប្អូននឹងឃើញទម្រង់បែបនេះបាទអញ្ចឹងទេបងប្អូនចុចពាក្យ login នេះមកបងប្អូនមើលខាងស្ដាំដៃបាទបងប្អូនចុចលើពាក្យ login នេះមក
បាទបន្ទាប់មកវានឹងឃើញទម្រង់បែបនេះបាទវាឃើញទម្រង់បែបនេះអញ្ចឹងបងប្អូន scroll ឡើងមកលើតិចមកបាទបងប្អូននឹងឃើញពាក្យថា sign up បាទបងប្អូនចុចលើពាក្យ sign up ហ្នឹងមកហ្នឹងហើយបន្ទាប់មកវានឹងឃើញទម្រង់បែបនេះអញ្ចឹងបងប្អូននឹងឃើញជំរើស2ដែល PayPal account វាផ្ដល់ឲ្យយើងបាទអញ្ចឹងបងប្អូនជ្រើសរើសយកខាងលើនេះមកបន្ទាប់មកបងប្អូនចុចពាក្យ next នៅខាងក្រោមនេះបាទបងប្អូនចុចមកបាទបន្ទាប់មកវានឹងលោតទម្រង់មកបែបនេះហើយអញ្ចឹងខាងលើនេះគឺវាឲ្យយើងបំពេញនៅឈ្មោះរបស់យើងបាទបន្ទាប់មកនេះគឺជា email បាទនេះគឺជា password ហើយខាងក្រោមនេះក៏ជា password ដែរអញ្ចឹងបងប្អូនត្រូវបំពេញឈ្មោះសិនបាទអញ្ចឹងឈ្មោះបងប្អូនឈ្មោះអីបងប្អូនបំពេញតាមឈ្មោះបងប្អូនមកបាទនេះគឺជាឈ្មោះដែលខ្ញុំឧទាហរណ៍ទេបាទបន្ទាប់មកបងប្អូនបំពេញឈ្មោះឲ្យបងប្អូននឹងឃើញត្រង់នេះគឺជា email អញ្ចឹង email នេះគឺជា Gmail ដែលបងប្អូនមានផ្ទាល់ខ្លួនបាទ Gmail ដែលបងប្អូនមានផ្ទាល់ខ្លួនហើយpassword នេះគឺជា password របស់ Gmail email នេះឯងបាទអញ្ចឹង password នេះគឺបងប្អូនវាយខាងលើយ៉ាងម៉េចគឺនៅខាងក្រោមនឹងដូចគ្នាតែម្ដងបាទបន្ទាប់មកខ្ញុំនឹងបំពេញ email សិនអូខេខ្ញុំបំពេញ email ហើយបន្ទាប់មកខ្ញុំនឹងបំពេញនៅpassword មួយសិនបាទបន្ទាប់ពីបងប្អូនបំពេញនៅ password email ហើយនឹងឈ្មោះរួចហើយបាទទាំងនេះរួចហើយគឺបងប្អូន scroll ឡើងមកលើតិចបងប្អូននឹងឃើញនេះបាទអញ្ចឹងបងប្អូន tick នៅលើនឹងមួយមកបាទបន្ទាប់មកបងប្អូនចុច next នេះតទៅមុខទៀតបាទបងប្អូនធ្វើការចាំតិចបាទឥឡូវបន្ទាប់មកវានឹងលោតទម្រង់មកបែបនេះទៀតអញ្ចឹងត្រង់នេះគឺជាចំណុចសំខាន់ដែលយើងត្រូវវាបំពេញនៅ address នេះបាទ address នេះគឺជា address ដែលនៅសហរដ្ឋអាមេរិកមិនមែនជា address នៅក្នុងស្រុកខ្មែរយើងទេបាទអញ្ចឹងបងប្អូនប្រកាសជាឆ្ងល់ថាតើយើងត្រូវយក address សហរដ្ឋអាមេរិកនឹងតាមវិធីណាបាទអញ្ចឹងបងប្អូនត្រូវមើលនៅខាងនេះបាទសញ្ញាត្រេ3នៅខាងស្ដាំដៃនេះបាទអញ្ចឹងបងប្អូនចុចនៅលើនឹងមួយសិនមកបាទបន្ទាប់មកបងប្អូនយកពាក្យ new tab នេះមកអូខេអញ្ចឹងវានឹងលោតមកទម្រង់បែបនេះអញ្ចឹងបងប្អូនចុចនៅលើពាក្យ search នេះមកបងប្អូនគ្រាន់តែវាយថា American បាទ state បាទ American state នេះបងប្អូននឹងឃើញអញ្ចឹងបងប្អូនគ្រាន់តែចុចលើនឹងមកបាទបន្ទាប់មកគឺវានឹងឃើញទម្រង់បែបនេះបាទវានឹងឃើញទម្រង់បែបនេះអញ្ចឹងបងប្អូនត្រូវជ្រើសរើសនៅទីក្រុងណាមួយបាទដោយសារអ៊ីនធឺណិត slow អញ្ចឹងវាអត់ឃើញទៅនេះបាទចាំបន្តិចធ្វើការចាំបន្តិចបងប្អូនបាទបងប្អូនទាំងអស់គ្នានឹងឃើញទីក្រុងជាច្រើនដែលនៅក្នុងសហរដ្ឋអាមេរិកបាទអញ្ចឹងបងប្អូនជ្រើសរើសខាងណាមួយក៏បានដែរបាទប៉ុន្តែសម្រាប់ខ្ញុំនឹងជ្រើសរើសយក California បាទ California នេះបាទខ្ញុំចុចលើនឹងមកបាទបន្ទាប់មកវានឹងលោតមកទម្រង់បែបនេះទៀតអញ្ចឹងបងប្អូននឹង scroll ឡើងមកលើតិចមកបងប្អូន scroll ឡើងមកលើបងប្អូននឹងឃើញថារដ្ឋធានីនេះវាដាក់ Sacramento បាទ Sacramento នេះបងប្អូនចុចនៅលើ Sacramento នេះមក
បាទដោយសារអ៊ីនធឺណិត slow អញ្ចឹងវីដេអូនេះប្រហែលជារៀងវែងបន្តិចហើយអញ្ចឹងបងប្អូន scroll ឡើងមកលើទៀតមកបាទបន្ទាប់បងប្អូនចុចលើ Sacramento មកបងប្អូននឹងឃើញទង់ជាតិមួយទង់ជាតិសំទោសបងប្អូននឹងឃើញ map មួយ map ដែលនៅក្នុងទីក្រុងនេះហ្នឹង Sacramento ហ្នឹងអញ្ចឹងបងប្អូនចុចនៅលើហ្នឹងមកចុចនៅលើទីក្រុង Sacramento នេះបាទបន្ទាប់មកវានឹងនាំបងប្អូនទៅក្នុង mapអូខេបងប្អូនទាំងអស់គ្នាបាទដោយសារតែអ៊ីនធឺណិតខ្ញុំ slow អញ្ចឹងបន្ទាប់ពីយើងចូល Sacramento ហើយយើងចុចលើ map Sacramento នឹងមកគឺវានឹងឃើញផែនទីមួយដែលបង្ហាញអំពីនៅទីក្រុង Sacramento នៃសហរដ្ឋអាមេរិកបាទប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងដោយសារតែអ៊ីនធឺណិតខ្ញុំ slow អញ្ចឹងខ្ញុំពិបាកបង្ហាញប្រាប់បងប្អូនទៅនឹងអញ្ចឹងបើសិនជាបងប្អូនចូលមកបងប្អូនគ្រាន់តែពង្រីកនៅលើ map នឹងមកគឺវានឹងឃើញហើយឃើញផ្លូវឃើញអីណាបាទប៉ុន្តែដោយសារតែខ្ញុំអត់នេះអញ្ចឹងគឺខ្ញុំយកនៅតាមផ្លូវណាមួយដែលខ្ញុំចុចព្រាវទៅបាទឥឡូវទៀតថាខ្ញុំមើលទៅខ្ញុំព្រាវថាម្ដុំទៅនេះគឺជាផ្លូវបាទអញ្ចឹងខ្ញុំអញ្ចឹងនិយាយទៅបងប្អូនគ្រាន់តែសង្កត់នៅលើនឹងមកសង្កត់នៅលើផ្លូវនឹងមកបាទបងប្អូននឹងឃើញត្រង់នេះបាទឃើញទេបងប្អូននឹងឃើញអញ្ចឹងបងប្អូនគ្រាន់តែcopy វាឬក៏បងប្អូនចុចនៅលើរូបនេះមើលបន្តិចសិនក៏បានដែរបាទបន្ទាប់មកនេះបងប្អូននឹងឃើញហើយបាទនេះគឺតាមបណ្ដាលផ្លូវតាមផ្លូវនៃទីក្រុងនេះបាទអញ្ចឹងខ្ញុំ back ថយមកក្រោយវិញបាទបងប្អូនគ្រាន់តែចុចនៅលើនឹងហើយបន្ទាប់មកបងប្អូនត្រូវចុចលើនេះមួយទៀតបាទកុំអានសង្កត់លើវាបងប្អូនគ្រាន់តែចុចនៅលើនឹងមកបាទបន្ទាប់មកវានឹងឃើញទម្រង់បែបនេះអញ្ចឹងបងប្អូនគ្រាន់តែ copy គឺបងប្អូនចុចសង្កត់នៅលើនឹងតិចមកបាទបន្ទាប់មកបងប្អូននឹងឃើញពាក្យថាចម្លងអាសយដ្ឋានបន្ទាប់មកបងប្អូនចុចលើនឹងមកបាទបន្ទាប់ពីបងប្អូនចុចហើយគឺបងប្អូនត្រូវចូលទៅក្នុង PayPal របស់យើងវិញបាទបងប្អូនចុចមកលើ PayPal របស់យើងវិញមកបាទអញ្ចឹងបងប្អូនមិញបងប្អូនបាន copy រួចហើយអញ្ចឹងបងប្អូនសង្កត់លើកន្លែង address នេះមកបាទបងប្អូនសង្កត់លើវាមកគឺវានឹងបង្ហាវានឹង load ឲ្យបងប្អូនហើយបាទសង្កត់លើវាបន្តិចមកវានឹងឃើញនេះនេះបងប្អូននឹងឃើញណាឃើញសញ្ញាបិទភ្ជាប់ហ្នឹងបងប្អូនចុចមកបាទបន្ទាប់មកនេះបងប្អូននឹងឃើញហើយនេះហ្នឹងនឹង address របស់វាអញ្ចឹងខាងក្រោមនេះគឺបងប្អូនត្រូវសង្កត់លើវាម្ដងទៀតបងប្អូនបិទសង្កត់លើវាមកគឺវាបាន2ហើយបាទបន្ទាប់មកបងប្អូនមើលខាងក្រោមនេះវិញបាទខាងក្រោមនេះគឺវាដាក់ទីក្រុងអញ្ចឹងយើងត្រូវដាក់ Sacramento បងប្អូនទៅសេ Sacramento មកSacramento បាទបន្ទាប់ពីបងប្អូនចុច Sacramento នេះហើយបងប្អូននឹងមើលខាងនេះ state នេះគឺបងប្អូនវាយបំពេញនៅទីក្រុងដែលបងប្អូនរើសបាទមិញគឺខ្ញុំយក California អញ្ចឹងត្រង់នេះគឺខ្ញុំត្រូវ select យក California ដែរបាទនេះ California អញ្ចឹងបងប្អូនជ្រើសរើសយកទីក្រុងអីបងប្អូនthíchយកហ្នឹងមកណាអញ្ចឹងខ្ញុំយក California បាទបន្ទាប់មកបងប្អូននឹងឃើញនៅខាងក្រោមនេះបាទ zip code ហ្នឹងតើយើងត្រូវទៅជ្រើសរើសយកនៅត្រង់ណាមកវិញបាទតាំងពីពិតទៅ zip code គឺខ្ញុំមាននៅត្រង់នេះហើយនេះណាដោយសារតែខ្ញុំចូលទៅយកហ្នឹងគឺវានៅទីនោះគឺ Sacramento នេះហើយបាទអញ្ចឹងកុំឲ្យពិបាកជួនកាលបងប្អូនយកហើយប៉ុន្តែអត់ទាន់មាន zip code នៅក្នុងហ្នឹងទេអញ្ចឹងខ្ញុំនឹងបង្ហាញប្រាប់បងប្អូនអំពីការយកនៅ zip code សហរដ្ឋអាមេរិកមួយទៀតអញ្ចឹងបងប្អូនចុចលើសញ្ញាត្រី3នេះម្ដងទៀតបាទបន្ទាប់មកបងប្អូនចុច new tab នេះម្ដងទៀតបាទបងប្អូននឹងឃើញទម្រង់នេះដដែលអញ្ចឹងបងប្អូនចុចលើនឹងមកបងប្អូនដាក់ថា Sacramento បាទ Sacramento zip code នេះបងប្អូននឹងឃើញ Sacramento zip code អញ្ចឹងបងប្អូនគ្រាន់តែចុច select លើវាមកបាទបន្ទាប់មកបងប្អូននឹងឃើញនេះ zip code គឺច្រើនមែនតើបាទនេះបងប្អូនអូសមកគឺបងប្អូនអូសមកគឺនឹងឃើញហើយអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់លេខកូដមួយណាគឺបងប្អូនយកលេខកូដហ្នឹងទៅ
បាទប៉ុន្តែសម្រាប់ខ្ញុំនឹងយកលេខកូដដដែលបាទខ្ញុំចូលទៅក្នុង PayPal វិញបងប្អូនយកលេខកូដទៅនឹងហើយបងប្អូនត្រូវយកមកបំពេញនៅ PayPal account របស់យើងបាទនេះបងប្អូនយកមកបំពេញត្រង់នេះហ្នឹងហើយបន្ទាប់ពីបងប្អូនបំពេញនៅលេខកូដនេះហើយបាទបន្ទាប់ពីបងប្អូនបំពេញហើយគឺបងប្អូនត្រូវបញ្ចូលនៅលេខទូរស័ព្ទដែលយើងយកពីសហរដ្ឋអាមេរិកយកមកប៉ុន្តែបើសិនបងប្អូនអត់ទាន់មានលេខទូរស័ព្ទសហរដ្ឋអាមេរិកទេបងប្អូនចាំមើលវីដេអូរបស់ខ្ញុំមកបន្ទាប់ទៀតដែលខ្ញុំនិយាយអំពីការទាញយកលេខពីសហរដ្ឋអាមេរិកយកមកប្រើអញ្ចឹងត្រង់នេះខ្ញុំនឹងបំពេញនៅលេខទូរស័ព្ទពីសហរដ្ឋអាមេរិកសិនបាទបន្ទាប់ពីបងប្អូនបំពេញរួចអស់ហើយគឺបងប្អូនត្រូវមើលម្ដងទៀតបាទតើបងប្អូនបំពេញត្រូវឬក៏នៅបាទបើសិនជាបងប្អូនគិតថាបងប្អូនបំពេញរួចហើយត្រូវហើយគឺបងប្អូនត្រូវមើលត្រង់នេះបាទអញ្ចឹងបងប្អូនចុច tick លើនឹងមួយមកបន្ទាប់មកបងប្អូន scroll ឡើងមកលើទៀតបងប្អូននឹងឃើញ agree បាទអញ្ចឹងបងប្អូនចុចលើពាក្យ agree នឹងមកបាទនេះវានឹងលោតចូលទៅក្នុង PayPal របស់យើងហើយអញ្ចឹង PayPal នេះចិត្តបានសម្រេច 100% ហើយបាទចិត្តបានសម្រេច 100% អញ្ចឹងបងប្អូនត្រូវ scroll ឡើងមកលើតិចនេះបងប្អូននឹងឃើញនេះ manager បាទបងប្អូនចុចលើនឹងមកបាទបន្ទាប់មកវានឹងឃើញទម្រង់បែបនេះបាទគឺចិត្តបញ្ចប់ហើយបាទនេះគឺវានឹងលោតទម្រង់បែបនេះអញ្ចឹងបងប្អូនចុចលើនេះសិនមកបាទបន្ទាប់មកគឺបងប្អូននឹងឃើញហើយនេះបងប្អូននឹងឃើញពាក្យថា confirm បាទ confirm នៅលេខទូរស័ព្ទរបស់យើងបាទលេខទូរស័ព្ទពីសហរដ្ឋអាមេរិកអញ្ចឹងបងប្អូនចុចមកលើនឹងមកបាទបន្ទាប់មកវានឹងឃើញលេខទូរស័ព្ទរបស់យើងម្ដងទៀតអញ្ចឹងយើងចុចពាក្យ get code នេះមកបងប្អូនចុចទៅនឹងមកបន្ទាប់មកវានឹងផ្ញើលេខកូដទៅក្នុងលេខទូរស័ព្ទនោះហើយបាទអញ្ចឹងត្រង់នេះខ្ញុំសូមបំពេញនៅលេខកូដសិនបាទបន្ទាប់ពីបងប្អូនបំពេញនៅលេខកូដនេះហើយបងប្អូនត្រូវចុចពាក្យ confirm នេះមកបាទបន្ទាប់ពីបងប្អូនបំពេញនៅលេខកូដរបស់លេខទូរស័ព្ទហើយបងប្អូនត្រូវ confirm មួយទៀតបាទ confirm នេះគឺជា confirm នៅ email បាទ email ដែលយើងបានបង្កើត email Gmail ដែលយើង log in ចូលទៅក្នុង PayPal account អញ្ចឹងបងប្អូនចុចលើនឹងមួយទៀតមកគឺជាដំណាក់កាលចុងក្រោយអីបាទបន្ទាប់មកបងប្អូននឹងឃើញទម្រង់បែបនេះបាទបែបនេះឲ្យបងប្អូនចុចពាក្យថា send email នេះមកបន្ទាប់ពីបងប្អូនចុច send email នេះបងប្អូនត្រូវចូលទៅក្នុងaccount Gmail របស់យើងនេះគឺជា account នេះបាទបងប្អូនចុច send នឹងមកបាទបន្ទាប់មកបងប្អូនបិទត្រង់នឹងសិនបាទបងប្អូនត្រូវចូលទៅក្នុងកម្មវិធី Gmail បាទ Gmail នេះបាទនេះបងប្អូននឹងឃើញបាទបងប្អូនចុចមកចុចលើនឹងមកបាទបន្ទាប់មកបងប្អូន scroll ឡើងមកលើតិចបងប្អូននឹងឃើញពាក្យថា confirm my email បាទបងប្អូនចុចមកលើនឹងមកបាទបន្ទាប់មកត្រង់នេះគឺវាឲ្យយើងបំពេញនៅ password របស់យើងម្ដងទៀតបាទបន្ទាប់ពីបងប្អូនបំពេញនៅ password រួចហើយបងប្អូនចុចពាក្យថា confirm my email នេះមក
បាទនេះគឺជាដំណាក់កាលចុងក្រោយដែលយើងបាន confirm ជាមួយ email អញ្ចឹងPayPal account របស់យើងគឺទទួលបានជោគជ័យហើយអញ្ចឹងវីដេអូនេះគឺខ្ញុំបានបង្កើតនៅ PayPal account គឺទទួលបានជោគជ័យហើយអញ្ចឹងបងប្អូនធ្វើតាមនឹងមកគឺបងប្អូននឹងធ្វើបានជោគជ័យដូចគ្នាតែម្ដងអញ្ចឹងemail នេះគឺខ្ញុំបានបង្កើតរួចហើយបើសិនជាបងប្អូនមានចម្ងល់ត្រង់ណាបងប្អូនអាច comment សួរខ្ញុំនៅខាងក្រោមបានបាទនេះគឺជាការ link នៅ bank បាទ link នៅ bank នេះគឺបងប្អូនមាន bank ABA អីបងប្អូនអាច link ចូលទៅក្នុងនឹងបានបើសិនជាបងប្អូនមិន link ចូលទេក៏អត់អីដែរបងប្អូនព្រោះអីឥឡូវយើងមានកម្មវិធីមួយដែលកូនខ្មែរយើងបានបង្កើតគឺសម្រាប់ exchange ពី PayPal account ទៅក្នុងគណនីវិញបានហើយបាទអញ្ចឹង PayPal account មួយនេះគឺខ្ញុំបានបង្កើតវារួចហើយអញ្ចឹងវីដេអូនេះក៏ខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្នេះដែរអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ត្រង់ណាបងប្អូនអាច comment សួរខ្ញុំនៅខាងក្រោមបានហ្នឹងហើយអញ្ចឹងចុងក្រោយបងប្អូនសូមជួយចុច subscribe នៅលើ channel របស់ខ្ញុំផងបន្ទាប់ពី subscribe ហើយបងប្អូនអាចចុចរូបកណ្ដឹងទៅបន្ទាប់ពីវីដេអូនេះទៅគឺមានវីដេអូក្រោយៗបងប្អូននឹងអាចបានពីដំណឹងវីដេអូរបស់ខ្ញុំមុនគេអូខេអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះអូខេបាយបាយ